ពេញមួយជីវិតរបស់ខ្ញុំបានប្រឆាំងនឹងមេឃប៉ុន្តែចុងក្រោយខ្ញុំគ្រាន់តែជាតួអង្គម្នាក់ដែលត្រូវបានគេរៀបចំទុកជាមុនច្បាប់ធម្មជាតិដ៏គួរឲ្យស្អប់នេះជីវិតរបស់ខ្ញុំវាមិនមែនអាស្រ័យលើអ្នកមកសរសេរនោះទេតើគេកំពុងនិយាយជាមួយនរណានៅលើមេឃគ្មានអ្វីទាំងអស់តើគេឈួតហើយមែនទេមិនមែនទេគេហាក់ដូចជាបានឃើញអ្វីមួយជីវិតរបស់ខ្ញុំវាមិនមែនអាស្រ័យលើអ្នកមកសរសេរនោះទេទីនេះគឺភ្នំខាងក្រោយនៃនិកាយខេញ៉ុនលំនៅឋានរបស់កូនសិស្សបម្រើខ្ញុំបានកើតជាថ្មីហើយប្រញាប់ឡើងសិស្សច្បងយីចេនបាននាំមនុស្សទៅតំបន់ហាមឃាត់ភ្នំខាងក្រោយហើយឬថាទៅយកគម្ពីរផ្កាយអ្វីមួយគម្ពីរផ្កាយនោះជាក្បាច់គុណក្នុងរឿងព្រេងតើគេដឹងថានៅណាដោយរបៀបណាវាត្រូវបានកត់ត្រានៅក្នុងសៀវភៅបុរាណនៃគ្រួសាររបស់គេថាថ្ងៃនេះទ្វារថ្មនៃតំបន់ហាមឃាត់នឹងបើកដោយខ្លួនឯងចាំអីទៀតទៅមើលទាំងអស់គ្នាកាលពីជាតិមុនយីចេនគឺបន្ទាប់ពីទទួលបានគម្ពីរផ្កាយហើយបានបញ្ចេញសមត្ថភាពយ៉ាងខ្លាំងនៅទីលានប្រកួតទើបទទួលបានការគាំទ្រពីចាស់ទុំនិងកូនសិស្សជាច្រើនវាសនារបស់អ្នកបញ្ចប់ត្រឹមនេះហើយ3 ឆ្នាំហើយខ្ញុំបានអត់ធ្មត់នឹងការប្រមាថក្នុងនិកាយខេញ៉ុនអស់រយៈពេល3ឆ្នាំថ្ងៃនេះទីបំផុតខ្ញុំទទួលបានឱកាសនេះហើយមានគម្ពីរផ្កាយនេះខ្ញុំប្រកាសជាអាចហោះហើរបានខ្ពស់មិនខាននេះជាគម្ពីរផ្កាយមែនទេមើលទៅហាក់ដូចជាធម្មតាណាស់តើអ្នកជានរណានេះជាឱកាសរបស់ខ្ញុំដាក់វាចុះឱកាសរបស់អ្នកយីចេនតើអ្នកគិតថាអ្វីដែលល្អនៅលើโลกនេះសុទ្ធតែត្រូវជារបស់អ្នកមែនទេជាន់ទី1នៃគម្ពីរផ្កាយសម្រាប់ហើយប្រើវាដើម្បីបញ្ចូលជាមួយវិជាបដូរវាសនារបស់ខ្ញុំវាពិតជាល្អឥតខ្ចោះណាស់កម្រិតបណ្ដុះថាមពលជាន់ទី1កម្រិតបណ្ដុះថាមពលជាន់ទី1កុំមកធ្វើពុតជាខ្មោចព្រីបិសាចប្រគល់គម្ពីរផ្កាយមកខ្ញុំនឹងទុកជីវិតឲ្យយីចេនវាសនារបស់អ្នកចាប់ពីថ្ងៃនេះទៅជារបស់ខ្ញុំកាលពីជាតិមុនខ្ញុំបានសម្ដែងតាមរឿងដែលអ្នកឲ្យពេញមួយជីវិតចុងក្រោយក៏ត្រូវរលាយទាំងរូបកាយនិងព្រលឹងជាតិភពនេះរឿងរបស់ខ្ញុំជាអ្នកសរសេរចំណែកអ្នកវិញចូលអស់សង្ឃឹមទៅត្រៀមខ្លួនរួចរាល់ហើយឬនៅយីនោះមិនមែនជាមនុស្សអន់ដែលត្រូវបានបងប្រុសយីចេនបន្លាចឲ្យខ្លាចរហូតដល់នំដាក់ខំនោះទេមនុស្សអន់កើតមកគឺមានវាសនាធ្វើជាអ្នកបម្រើហើយសិស្សបម្រើម្នាក់ក៏ហ៊ានលួចរបស់របររបស់បងប្រុសយីចេនដែរឮថានៅភ្នំខាងក្រោយគេបានលួចក្បាច់គុណរបស់បងប្រុសយីចេនពិតជាមិនចេះស្លាប់មែនបងប្រុសម៉ូហ្វែនគឺនៅកម្រិតទី5មនុស្សអន់ម្នាក់នេះស្លាប់ជាមិនខានហ៊ានមកដើរក្នុងបាក់ដោយសេរីទៀតលុតជង្គង់សំពះសុំទោស3ដងទៅរួចបំផ្លាញក្បាច់គុណខ្លួនឯងយើងនឹងលើកលែងជីវិតឲ្យម៉ូហ្វែនមនុស្សដំបូងដែលត្រូវបានយីចេនបង្ក្រាបតាមសាច់រឿង3ថ្ងៃទៀតក្នុងការប្រកួតបាក់ឯងនឹងជួយយីចេនកម្ចាត់ឧបសគ្គទាំងអស់តែគួរឲ្យស្ដាយឯងបានជួបនឹងយើងហើយបងប្រុសម៉ូហ្វែនក្បាច់គុណនោះគឺខ្ញុំរើបានដោយអចេតនាទេខ្ញុំសុខចិត្តប្រគល់វាឲ្យវិញយឺតពេលហើយបងប្រុសយីចេនថាបើមិនព្រមប្រគល់ទេត្រូវទទួលលិខិតបញ្ជាសម្លាប់3ថ្ងៃទៀតក្នុងការប្រកួតបាក់ឯងហ៊ានប្រកួតជាមួយម៉ូវែនទេយើងទទួលការប្រកួតម៉ូវែនកម្រិត5បច្ចុប្បន្នយើងមិនមែនជាគូប្រកួតរបស់គេទេតែ3ថ្ងៃគឺគ្រប់គ្រាន់ហើយការពីមុនយើងចាញ់គឺដោយសារគ្រឹះមិនមាំនិងប្រញាប់ពេក
លើកនេះយើងនឹងកសាងគ្រឹះឡើងវិញនិងបញ្ចូលក្បាច់គុណឲ្យបានល្អចោះម៉ូហ្វេន3ថ្ងៃទៀតយើងនឹងឲ្យអញដឹងថាអ្វីទៅជាការស្ដាយក្រោយម៉ូហ្វេនអញដឹងទេថាហេតុអ្វីបានជាយើងទទួលការប្រកួតព្រោះយើងត្រូវការឆាកមួយដើម្បីឲ្យមនុស្សគ្រប់គ្នាដឹងថាមនុស្សអន់ដែលពួកគេមើលងាយអាចកំទេចទេពកោសល្យដែលពួកគេមានមោទនភាពបានយ៉ាងដូចម្តេចតើនរណានៅទីនោះដូចជាខ្មោចលងអញ្ចឹងបងប្រុសម៉ូវែនគឺជាអ្នកខ្លាំងទាំង10អ្នកដំបូងចុះមនុស្សអន់នោះហេតុអ្វីមិនទាន់មកទៀតប្រហែលជាខ្លាចរហូតដល់នោមដាក់ខោបាត់ហើយមើលទៅលៃឈៀនឆៃចេញមកទទួលសេចក្តីស្លាប់ទៅបើខ្លាចក៏វាមកសំពះសុំទោសយើងមកយើងនឹងដោះលែងឯងកុំនិយាយច្រើនពេកចាប់ផ្ដើមទៅការប្រកួតចាប់ផ្ដើមកិច្ចមែនទេយើងចង់ដឹងថាឯងអាចកិច្ចបានប៉ុន្មានដងទៀតតើឯងចេះតែកិច្ចបែបនេះមែនទេលៃឈៀនឈីឯងគឺជាមនុស្សអន់វាចប់ត្រឹមនេះហើយយើងប្រាប់ហើយថានឹងឲ្យអញដឹងថាអ្វីទៅជាការស្ដាយក្រោយកម្រិតធម៌ពលរបស់ឯងវាមិនអាចទៅរួចទេកម្រិតទី2គឺគ្រប់គ្រាន់ដើម្បីសម្លាប់អញហើយកុំអីសូមមេត្តាផងកាដូដំបូងសម្រាប់កូនប្រុសនៃវាសនាមិនអន់ទេអ៊ីឆែនកូនជញ្ជក់ទី1របស់ឯងយើងដោះស្រាយរួចហើយឃើញហើយមែនទេនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះកម្រិតទី2អាចឈ្នះកម្រិតទី5បានក្នុងមួយក្បាច់យីចេនអញប្រាប់យើងមកតើនេះមែនទេដែលអញហៅថាមនុស្សអង្គលោកម្ចាស់រឿងនេះច្បាស់ជាមានបញ្ហាគេបានលួចក្បាច់គុណរបស់ខ្ញុំក្បាច់គុណជារបស់ឯងតែឯងបែរជាចាញ់តាមសាច់រឿងឯងមិនគួរចាញ់បែបនេះទេលោកម្ចាស់តើសាច់រឿងអ្វីដែលលោកកំពុងនិយាយយើងគឺជាអ្នកកែសម្រួលសាច់រឿងរក្សាទល់ឲ្យភាពនៃពិភពលោកនេះសាច់រឿងរបស់ម៉ូហ្វែនគឺចប់ត្រឹមនេះហើយមនុស្សចំណិតរបស់អ្នកឥឡូវនេះត្រូវបានឡៃឈៀនឆៃបំផ្លាញការបណ្ដុះបណ្ដាលនិងឆក់យកសំណាងទៅបាត់ហើយគេបានក្លាយទៅជាចន្លោះប្រហោងនៃសាច់រឿងលោកម្ចាស់តើគួរឲ្យពួកយើងចេញមុខសម្រាប់ក្មេងនេះទេមិនបាច់ទេទេវតាកំពុងតាមដានការប្រែប្រួលនេះគេបានដណ្ដើមយកសំណាងរបស់ម៉ូវែនអញ្ចឹងខ្ញុំនឹងផ្ដល់ឱកាសធំជាងនេះឲ្យយីឆែនវិញ
ភ្លើងញៀកនឹងហងនៅតំបន់ហាមឃាត់ដាំឡើយទុកសម្រាប់សិស្សពូកែសាឡបងយីចិនថ្ងៃនេះខ្ញុំអនុញ្ញាតឲ្យអ្នកចូលទៅក្នុងតំបន់ហាមឃាត់មុនកំណត់អរគុណលោកម្ចាស់សិស្សនឹងមិនធ្វើឲ្យលោកខុសបំណងឡើយតំបន់ហាមឃាត់ភ្លើងញៀកនឹងហងជីវិតមុនយីចិនចូលមកទីនេះពេលនៅកម្រិតចិនដែនហើយទម្លុះដល់យួនយៀងបន្ទាប់ពីស្រូបយកភ្លើងនេះលើកនេះលោកម្ចាស់ឲ្យគេមកមុនកំណត់ក៏ល្អដែរកុំឲ្យខ្ញុំខាត់ពេលដារោគច្រើនដងសំឡេងអ្វីហ្នឹងទៅមើលបន្តិចមើលតំបន់ហាមឃាត់វាគ្រាន់តែជាទ្រង់ដែលអ្នកសង់ឡើងសម្រាប់ខ្លួនឯងប៉ុណ្ណោះភ្លើងញៀកនឹងហងជីវិតមុនដើម្បីស្រូបវាខ្ញុំស្ទើរតែស្លាប់ទៅហើយភ្លើងញៀកតំណាងឲ្យភាពខ្លាំងភ្លើងហងតំណាងឲ្យភាពទន់ភ្លន់ត្រូវតែប្រើភ្លើងញៀកពង្រឹងកាយនិងភ្លើងហងពង្រឹងវិញ្ញាណទើបអាចស្រូបបានទាំងស្រុងភ្លើងញៀកចូលក្នុងឆ្អឹងកែច្នៃរូបកាយមន្តអាគមភ្លើងហងចូលក្នុងវិញ្ញាណពង្រឹងស្មារតីព្រះកម្រិតទី3នៃ Thai Refinement ភ្លើងញៀកនឹងហងបានជ្រាបចូលពេញខ្លួនអ៊ីចេនតើអ្នកយកអ្វីមកប្រកួតជាមួយខ្ញុំសំណាងរបស់អ្នកខ្ញុំសូមទទួលយកហើយបន្ទាប់គឺដល់វេនមនុស្សស្រីរបស់អ្នកហើយគេនៅក្នុងតំបន់ហាមឃាត់ពេញមួយយប់ភ្លើងវិញ្ញាណច្បាស់ជាត្រូវបានគេស្រូបយកអស់ហើយបងធំកុំបារម្ភទោះបីភ្លើងវិញ្ញាណខ្លាំងក៏ដោយគេគ្រាន់តែនៅកម្រិតថៃរវ៉ាញ់មិនប៉ុណ្ណោះពួកយើងទាំង3នាក់រៀបការការពារសម្រាប់សត្វ4ទោះគេមានមន្តអាគមខ្លាំងយ៉ាងណាក៏មិនអាចគេចផុតដែរឡៃឈៀនឆៃឯងដណ្ដើមសំណាងនិងបំផ្លាញគេឈ្មោះខ្ញុំថ្ងៃនេះខ្ញុំនឹងសម្លាប់ឯងដោយផ្ទាល់ដៃបំផ្លាញការបណ្ដោះបណ្ដាលនិងយកអ្វីដែលជារបស់ខ្ញុំមកវិញចាប់សម្លឹងមើលត្រីពីក្រោយឡៃជាងឆៃឯងក៏មានថ្ងៃនេះដែរដណ្ដើមគម្ពីរឆេងឆែនរបស់ខ្ញុំឆក់យកភ្លើងញៀកនឹងហងហើយមកប្រមាថខ្ញុំនៅចំពោះមុខមនុស្សគ្រប់គ្នាឯងស្មានថាឯងជានរណាដែលហ៊ានមកប្រកួតជាមួយខ្ញុំលោកម្ចាស់បាននិយាយថាខ្ញុំគឺជាកូននៃឋានសួគ៌ចំណែកឯងគ្រាន់តែជាចន្លោះប្រហោងដែលត្រូវសម្លាប់ចោលប៉ុណ្ណោះចន្លោះប្រហោងអញ្ចឹងតើលោកម្ចាស់ម្នាក់នោះហាក់ដូចជាដឹងច្រើនណាស់បងធំគុំនិយាយច្រើនជាមួយវាអីបំផ្លាញវាទៅហើយយកភ្លើងវិញ្ញាណមកវិញគុំបារម្ភខ្ញុំនឹងមិនឲ្យឯងស្លាប់លឿនពេកទេខ្ញុំនឹងបំផ្លាញដានធានរបស់ឯងកាត់ដៃជើងទាំង4ហើយសឹមលេបយកសំណាងរបស់ឯងម្ដងបន្តិចយីចេនតើឯងធ្លាប់គិតទេថាហេតុអ្វីបានជាការការពារនេះមិនអាចខាត់ខ្ញុំបាន